អ្នកទាំងអស់គ្នាអ្នកណាចូលចិត្តញ៉ាំត្រីសមុទ្រខ្លះចាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីត្រីសមុទ្រដែលខ្ញុំបានទិញនៅផ្សារឃ្លាំងលើក្រុងកំពង់សោមណាត្រីទី1នេះគឺជាត្រីអង្គើយចាយើងចំណាំយកមកធ្វើជាស្ងោរជ្រក់ហើយចំហុយក្រូចឆ្មាក៏ឆ្ងាញ់ដែរត្រីទី2នេះគឺត្រីតុកែបងភាគច្រើនចូលចិត្តញ៉ាំត្រីតុកែត្រីតុកែពេលចឹងយកទៅចំហុយក្រូចឆ្មានៅកន្លែងតុកែអញ្ចឹងយើងស្គាល់តែចំពោះត្រីអង្គុយបងខ្លះអាចនឹងមិនសូវស្គាល់ទេចាត្រីទាំងពីរហ្នឹងគឺយើងអាចយកទៅធ្វើម្ហូបញ៉ាំបានដូចគ្នាគឺស្ងោរជ្រក់ចំហុយក្រូចឆ្មាឬក៏ធ្វើជាស៊ុបក៏ឆ្ងាញ់ដែរស៊ុបត្រីស៊ុបបន្លែរបៀបលក្ខណៈយើងធ្វើដូចធ្វើស៊ុបត្រីក្រហមមែនទេតែលើកនេះយើងអត់យកត្រីក្រហមធ្វើយើងយកពួកប្រភេទត្រីសមុទ្រដូចជាត្រីអង្គើយត្រីតុកែនេះជាដើមត្រីនេះល្អបងជាត្រីដែលស្រស់ណាហើយខ្ញុំចូលចិត្តទិញត្រីសមុទ្រញ៉ាំដោយសារជាត្រីដែលមកពីធម្មជាតិយើងអត់មានចំណាចាហើយវាស្រស់នៅថ្មីល្អមកសកាត្រីឡង់ក្រហមបងហើយខ្ញុំក៏អត់ភ្លេចឲ្យបងអ្នកលក់នឹងគាត់ទុកថ្លើមត្រីឲ្យដែរបងមានដឹងឲ្យត្រីសមុទ្រគឺសម្បូរខ្លាញ់ omega 3បងអ្នកខ្លះគឺគាត់អាចនឹងមិនសូវបានញ៉ាំគ្រឿងសមុទ្រអីគាត់អាចញ៉ាំប្រភេទខ្លាញ់ត្រីជំនួសអញ្ចឹងណាតែខ្ញុំដោយសារខ្ញុំជាអ្នកចូលចិត្តញ៉ាំត្រីសមុទ្រស្រាប់ផងហើយខ្ញុំមិនសាឡើងចុះសមុទ្រទៀតខ្ញុំក៏ទិញពួកត្រីសមុទ្រហ្នឹងយកមកញ៉ាំចាហើយតម្លៃអត់មានថ្លៃទេបងថ្លៃត្រីនេះខ្ញុំទិញទៅ1គីឡូ 25,000 ណាបើពីមុនវិញតម្លៃធូរខ្លាំងណាស់5ឆ្នាំ10ឆ្នាំមុនតម្លៃធូរជាងនឹងឆ្ងាយតែដោយសារបច្ចុប្បន្នត្រីសមុទ្រមិនសូវសម្បូរដល់ពេលអញ្ចឹងវាតម្លៃវារៀងឡើងណាចាគឺជាមួយប្រចាំរបស់ខ្ញុំតែខ្ញុំបានទៅគឺខ្ញុំឡើងទៅផ្សារទៅរកកន្លែងគាត់ហើយបើបានទៅពេលព្រឹកគឺបានត្រីថ្មីគាត់ទៅលើកយកមកណាតែបើបងបានទៅបងទៅពេលថ្ងៃអត់មានទេគេអត់មានលក់ទេណាផ្សារអត់សូវមានលក់ទេភាគច្រើនពេលព្រឹកទៅមានចាត្រីនេះខ្ញុំទិញយកមកស្ងោរជ្រក់បងតាគោស្លឹកគ្រៃម្ដេងស្លឹកក្រូចសើចម្ទេសខ្ទឹមក្រហមទៅគឺឈ្ងុយឆ្ងាញ់ហើយបងបើមានផ្សិតច្បាំងទេថាទៅល្អចាយើងដួសដាក់ចានហើយយើងច្របាច់ក្រូចឆ្មារយជីស្ងោរជ្រក់ទៅគឺហត់ទឹកក្តៅគឺដឹងតែបែកញើសល្អហ្មងហើយបើសិនជាបងដែលគាត់គិតថាមានមិនសូវមានកម្លាំងមកពីធ្វើការហត់ឬក៏ប្រាក់សាយអីអញ្ចឹងណាបានញ៉ាំសម្លស្ងោរជ្រក់ត្រីពិតជាអេនមែនតើចា